ចាថ្ងៃនេះផងដែរនាងខ្ញុំសូមបង្ហាញអំពីមុខម្ហូបបបរមាន់ផ្សិតកញ្ចោចាមុនដំបូងយើងដាំទឹកឲ្យពុះហើយបន្ទាប់ពីទឹកពុះហើយយើងយកមាន់មកដាក់ស្ងោរជាមួយនឹងទឹកចាហើយក្នុងពេលស្ងោរមាន់ហ្នឹងគឺខ្ញុំមានយីហឺហ្នឹងមុននឹងខ្ញុំដាក់ខ្ញុំយកទឹកអាំងវាឲ្យក្រៀមសិនហើយយកមកហាយទូចចាកំឡុងពេលដែលយើងស្ងោរទឹកមាន់ហ្នឹងគឺខ្ញុំបានយកខ្ទឹមមកចិញ្ច្រាំដើម្បីយកទៅបំពងយកមកដាក់ពីលើបបរមាន់យើងហើយនឹងយកមកឆាអង្ករចាបន្ទាប់ពីបន្ទាប់ពីចិញ្ច្រាំខ្ទឹមរួចរាល់ហើយខ្ញុំក៏បានយកខ្ទះមកដាក់បំពងខ្ទឹមរួចរាល់ក៏ដួសទុកម្លាយហើយក៏បានដាក់អង្ករចូលចាយកអង្ករមកឆាឲ្យរៀងដាច់ទឹកបន្តិចក៏បានដាក់ផ្សិតកញ្ចោចូលចំពោះផ្សិតកញ្ចោគឺយើងឆាឲ្យរៀងដាច់ទឹកបន្តិចហើយនឹងឆាឲ្យប្រហែលជា2នាទីអីទៅដើម្បីឲ្យផ្សិតកញ្ចោហ្នឹងយើងមានខាំជាតិជាមួយនឹងខ្ទឹមលីងហើយនឹងអង្ករយើងនឹងឲ្យដាច់ទឹកទៅវាអត់មានសូវធំក្លិនកពុលឬក៏ធំក្លិនផ្សិតណាហើយចំពោះយើងអត់ឲ្យឆ្អិនពេកទេនៅពេលដែលអង្ករនឹងរៀងពងក្រងហើយយើងក៏ចាប់ផ្ដើមដាក់ចូលក្នុងទឹកស៊ុបចាឥឡូវនេះយើងបានដាក់អង្គឆាជាមួយនឹងផ្សិតកញ្ចោនឹងចូលទឹកស៊ុបហើយខ្ញុំក៏មានបន្ថែមនៅគ្រឿងដូចជាប៊ីចេងអំបិលចាបន្ថែមប៊ីចេងមកលភាកាហ្វេជាមួយនឹងអំបិលមកលភាកាហ្វេដោយសារទឹកស៊ុបហ្នឹងនៅពេលដែលខ្ញុំស្ងោរមាន់ហ្នឹងខ្ញុំបានដាក់អំបិលមកកូនលភាកាហ្វេហើយនឹងប៊ីចេងបន្តិចហើយបន្ទាប់មកខ្ញុំបានដាក់ស្ករត្នោតយើងមកចុងលព្រាបាយដែរចាបន្ទាប់ពីដាក់ស្ករដាក់គ្រឿងក្រៅហើយយើងមកងាស់មើលតើថាអង្គយើងរីកល្អហើយយើងថែមទឹកបន្ថែមស្មើជាមួយនឹងទឹកដែលយើងដាំនឹងទៅហើយចំពោះមាន់យើងស្រង់មកដើម្បីបេះវាជាចង្រៀកទូចចាហើយចុងក្រោយគឺខ្ញុំយកមាន់ដែលបេះហ្នឹងយកមកដាក់បញ្ចូលហើយបើកភ្លើងតែមកអំពុះគឺឆ្អិនរួចរាល់ជាការស្រេចតែម្ដងចាហើយចំពោះបបរមាន់ផ្សិតកញ្ចោយើងនេះគឺយើងអត់ឲ្យខាប់ពេកហើយក៏អត់ឲ្យរាវពេកដែរគឺយកមកល្មមតែម្ដងចាហើយថ្ងៃហ្នឹងមានឆាខ្វៃចានៅបបរមាន់នៅពេលដែលយើងញ៉ាំជាមួយឆាខ្វៃគឺមានរសជាតិឆ្ងាញ់មែនតែនចាចំពោះបបរមាន់យើងបានរួចរាល់ហើយនៅពេលនេះចាប់ផ្ដើមកងម៉ាគាត់ចាប់ផ្ដើមពិសាចាចំពោះរសជាតិបបរមាន់ផ្សិតកញ្ចោគឺថាមានរសជាតិឆ្ងាញ់បងប្អូនមានផ្សិតកញ្ចោអាចធ្វើជាបបរមាន់ចឹងបានណាចាចំពោះវីដេអូការធ្វើបបរមាន់ផ្សិតកញ្ចោបានដល់ទីបញ្ចប់អរគុណសម្រាប់ការ